តោះសួស្តីដល់គ្នាចឹងដោយសារតែយើងគៀកថ្ងៃប្រឡងដែរចឹងយើងឥឡូវយើងមកមើលសំណួរស្ដាប់សំណួរទាំងអស់គ្នាបាទចឹងសំណួរប្រវត្តិវិទ្យានេះធ្លាប់ចេញឋានៈសង្គមជាសាស្ត្រសង្គមសម័យប្រឡងថ្ងៃទី5ខែតុលាឆ្នាំ2022បាទអូខេចឹងគេចេញចំនួន5សំណួរហ្នឹងហើយសំណួរទី1គឺគេសួរថាតើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំណានិងបាននាំមកអ្វីខ្លះសម្រាប់កម្ពុជាបាទតោះឥឡូវយើងទៅឆ្លើយទាំងអស់គ្នាបាទរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំ1970បាទ1970អ្នកគ្នាទៅចំណាំអាចចេញប្រឡងលើក្រោយទៀតអីចឹងទៅពួកយើងអាចស្ដាប់ហើយយើងមើលវីដេអូហ្នឹងទៅយើងអាចចាំបានណាបាទហើយរដ្ឋប្រហារនេះបាននាំមកបាទចំណុចទី1គឺការបដូររបបរាជានិយមមកជាសាធារណៈខ្មែរបាទសាធារណរដ្ឋខ្មែរទី2ប្រទេសបែកជាពីរបកគឺនៅទីប្រជុំជនគ្រប់គ្រងដោយសាធារណរដ្ឋខ្មែរនិងនៅទីជនបទគ្រប់គ្រងដោយបកកុម្មុយនីសបាទចំណុចទី3នៅក្រុងប៉េកាំងព្រះបាទនរោត្តមសីហនុបង្កើតរដ្ឋាភិបាលនិរទេសខ្លួនបាទបន្តមកទៀតចំណុចទី4អំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគីគឺដើម្បីប្រឆាំងរបបសាធារណរដ្ឋខ្មែរចំណុចបន្តទៀតមានសង្គ្រាមរវាងពួកសាធារណរដ្ឋនិងខ្មែរក្រហមចំណុចបន្តទៀតសង្គ្រាមស៊ីវិលធ្វើឲ្យមនុស្សស្លាប់របួសនិងពិការជាច្រើនបន្តមកទៀតការកើនឡើងនៅអំពើពុករលួយបាទបន្តមកទៀតទីក្រុងភ្នំពេញឡោមព័ទ្ធដោយពួកខ្មែរក្រហមបន្តមកទៀតប្រជាជនរស់នៅដោយខ្វះជម្រកខ្វះសុវត្ថិភាពខ្វះស្បៀងអាហារខ្វះសុខុមាលភាពបាទចំណុចបន្តមកទៀតប្រជាជននៅទីក្រុងភ្នំពេញរស់នៅដោយភាពភ័យខ្លាចបាទចំណុចទៀតបន្តទៀតគឺគ្រឹះស្ថានសិក្សាមួយចំនួនត្រូវបិទទ្វារព្រោះលោកគ្រូអ្នកគ្រូបានរត់ភៀសខ្លួនចំណុចបន្តទៀតកើតមានសង្គ្រាមត្រជាក់សេរីនិងកុម្មុយនីសបាទសេរីនិងកុម្មុយនីសចំណុចបន្តមកទៀតខ្មែរក្រហមមានឱកាសឡើងកាន់អំណាចហើយចំណុចចុងក្រោយនោះខ្មែរក្រហមបានសម្លាប់ប្រជាជនថាជាខ្មាំងរបស់អង្គការបាទអញ្ចឹងសំណួរទី1មានខ្លឹមសារប៉ុណ្ណឹងឥឡូវយើងចូលដល់សំណួរទី2គេសួរថាតើមូលហេតុអ្វីបានជាគេចាត់ទុកថាសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនជាបេតាសន្តិភាពនៅកម្ពុជាបាទតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាចឹងមូលហេតុបានជាគេចាត់ទុកថាសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនជាបេតាសន្តិភាពនៅកម្ពុជាព្រោះបាទទីមួយយើងនិយាយពីសម្ដេចនរោត្តមសីហនុបាទជាអ្នកផ្ដួចផ្ដើមឲ្យមានការចរចាសន្តិភាពបាទជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសថ្ងៃទី2ដុល្លារឆ្នាំ1991ជាអ្នកបង្រួបបង្រួមជាតិជាអ្នកផ្សះផ្សាជាតិដោយធ្វើការផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ1993ដែលកើតចេញពីការដណ្ដើមឥទ្ធិពលគ្នារវាងបកហ៊ុនស៊ិនប៉ិចនិងគណៈបកប្រជាជនកម្ពុជាបង្កើតបានជារដ្ឋាភិបាលចម្រុះហើយចំណុចចុងក្រោយនោះជាអ្នកផ្សះផ្សារាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ1998ដល់ឆ្នាំ2003បាទអញ្ចឹងចំណុចទាំងអស់នេះហើយដែលគេបានចាត់ថាសម្ដេចនរោត្តមសីហនុជាបេតាសន្តិភាពបាទអញ្ចឹងបន្តមកទៀតយើងនិយាយពីសម្ដេចហ៊ុនសែន
បាទចំណុចទី1សម្ដេចជាអ្នកផ្ដួចផ្ដើមឲ្យមានការចរចាសន្តិភាពបន្តមកទៀតជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991ជាអ្នកធានាអះអាងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី23ដល់28ឧសភាឆ្នាំ1993ជាអ្នកផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ1993ដល់ឆ្នាំ1998ឆ្នាំ2023សំទោសអ្នកគ្នាមិញជាអ្នកផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ1993ឆ្នាំ1998ឆ្នាំ2003ឆ្នាំ2008និងឆ្នាំ2013ហើយជាចំណុចចុងក្រោយនោះជាចំណុចដ៏សំខាន់សម្ដេចជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងកម្ពុជាដោយអនុវត្តនយោបាយឈ្នះឈ្នះបើកវងកញ្ចក់យុទ្ធសាស្ត្រឈ្នះឈ្នះដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងសមាហរណកម្មកងកម្លាំងខ្មែរក្រហមឲ្យមកចូលរួមរស់ជាមួយរដ្ឋាភិបាលនៅឆ្នាំ1998នាំមកនូវសន្តិភាពវូបនីយកម្មនៅកម្ពុជាបាទចឹងសំណួរទី2អន្តរន័យខ្លឹមសារមានតែប៉ុណ្ណឹងបាទតោះយើងចូលដល់សំណួរទី3បាទព្រោះគេចេញ5សំណួរเนาะបាទសំណួរទី3គេសួរថាតើសង្គ្រាមត្រជាក់ជាអ្វីមានផលវិបាកអ្វីខ្លះដល់ពិភពលោកបាទតោះចឹងយើងមើលយើងស្ដាប់ខ្លឹមសារទាំងអស់គ្នាសង្គ្រាមត្រជាក់ជាប្រភេទសង្គ្រាមធ្វើការប្រណាំងប្រជែងខាងផ្នែកគ្រឿងសព្វវុធទំនើបមនោគមវិជ្ជានយោបាយបច្ចេកវិទ្យារវាងម្លុកកុម្មុយនីសបាទសហភាពសូវៀតនិងម្លុកសេរីសហរដ្ឋអាមេរិកដែលជាអ្នកបង្កបាទអញ្ចឹងវាបានផ្ដល់ផលវិបាកដូចជាអង្គការសហប្រជាជាតិពុំអាចបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើររក្សាសិទ្ធិគ្រប់យ៉ាងប្រជាជាតិទើបរួចផុតពីអាណានិគមត្រូវប្រឈមមុខនឹងមនោគមវិជ្ជាដែលបណ្ដាលឲ្យបែកបាក់ជាតិការរត់ប្រណាំងខាងសភាវុធបាននាំឲ្យពិភពលោកទៅរកភាពមហន្តរាយនៃអាវុធប្រឡាយលោកនិងការបង្កើតបកសម្ព័ន្ធយោធាប្រឈមមុខដាក់គ្នាប្រជាជាតិដែលទើបតែរួចផុតពីអាណានិគមនិងប្រទេសទន់ខ្សោយត្រូវប្រឈមមុខនឹងសង្គ្រាមស៊ីវិលដែលនាំមកនូវវិនាសកម្មនិងការខូចខាតយ៉ាងធ្ងន់ធ្ងរចំណុចចុងក្រោយនេះគឺប្រទេសមួយចំនួនត្រូវបានបែងចែកជាពីរដូចជាប្រទេសវៀតណាមប្រទេសកូរ៉េប្រទេសអាល្លឺម៉ង់ជាដើមបាទអញ្ចឹងសំណួរទី3អត្ថន័យរបស់វាប៉ុណ្ណឹងអរគ្នាអញ្ចឹងយើងទៅបន្តទៀតយើងទៅមើលសំណួរទី4បាទសំណួរទី4នេះប្រហែលជាបងប្អូនបានរៀនច្រើនតាក់ទងទៅនឹងថ្ងៃរំដោះ7មករាបាទគេសួរថាថ្ងៃរំដោះ7មករាឆ្នាំ1979បាទ1979មានអត្ថន័យជាប្រវត្តិសាស្ត្រអ្វីខ្លះសម្រាប់កម្ពុជាបាទតោះអញ្ចឹងយើងតាមដានស្ដាប់ទាំងអស់គ្នាថ្ងៃរំដោះ7មករាឆ្នាំ1979បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការស្លាប់រង្គាលនៃរបបបល្ល័ង្កពូជសាសន៍ក្នុងប្រជាធិបតេយ្យជាថ្ងៃដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យបាទចាស់តែនិយាយថាសម័យប៉ុលពតបាទចាស់គាត់ចូលចិត្តនិយាយអញ្ចឹងតែឈ្មោះពេញគឺរបបកម្ពុជាប្រជាធិបតេយ្យបាទជាថ្ងៃចាប់បដិសន្ធិនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាទទួលបាននូវសិទ្ធិសេរីភាពសិទ្ធិនៃការសម្រេចជោគវាសនាខ្លួនឯងបាទជាការរស់រានឡើងវិញនៅវប្បធម៌ជាតិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់សិល្បៈលក្ខណៈថ្ងៃស្ដារនិងកសាងប្រទេសឡើងវិញលើគ្រប់វិស័យស្របតាមចន្ទៈនិងគោលបំណងប្រជាជនជាថ្ងៃដែលកម្ពុជាឈានទៅរកឯករាជ្យសន្តិភាពសេរីភាពនិងសុភមង្គលជាថ្ងៃដែលស្ដារមុខមាត់ប្រទេសកម្ពុជាឡើងវិញលើឆាកអន្តរជាតិ
បាទអញ្ចឹងសម័យហ្នឹងគឺប្រទេសយើងសឹងតែបាត់ឈ្មោះវាមិនថាបាត់ឈ្មោះអីទេគាត់ថាយើងវាសង្គ្រាមស៊ីវិលអញ្ចឹងណាអញ្ចឹងវាអត់មានពេលទៅបង្ហាញស្នាដៃនៅកម្មវិធីផ្សេងទាំងអប់រំទាំងកីឡាទាំងអីចឹងណាអញ្ចឹងយើងអត់មានពេលទៅធ្វើអញ្ចឹងទេដោយសារតែយើងជាប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសយើងបាទជាថ្ងៃដែលបណ្ដាលឲ្យមានវត្តមានកងទ័ពវៀតណាមជាថ្មីម្ដងទៀតលើទឹកដីកម្ពុជាបាទអញ្ចឹងអត្ថន័យមានតែប៉ុណ្ណឹងបាទហើយសំណួរទី5គឺជាសំណួរចុងក្រោយនៅក្នុងសម័យប្រឡងហ្នឹងគេសួរថាតើអ្វីទៅជាគោលនយោបាយឈ្នះបាទតើអ្វីទៅជាគោលនយោបាយឈ្នះបាទតោះអញ្ចឹងយើងតាមដានស្ដាប់សំណួរចុងក្រោយទាំងអស់គ្នាគោលនយោបាយឈ្នះជាកគេដាក់ថាកនិយមន័យគោលនយោបាយឈ្នះជាយុទ្ធសាស្ត្រសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុងនិងស្វែងរកសន្តិភាពនៅកម្ពុជាខសមិទ្ធផលគោលនយោបាយឈ្នះបាទវិស័យនយោបាយយើងនិយាយលើវិស័យនយោបាយសិនបាទអញ្ចឹងចំណុចទី1ឆ្នាំ1998សមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងទ័ពរាជរដ្ឋាភិបាលធ្វើឲ្យកងទ័ពមានការឯកភាពដើម្បីស្ដារនិងកសាងប្រទេសជាតិក្រោយពីកងកម្លាំងខ្មែរក្រហមដួលរលំនៅតាមព្រំដែនមានសុវត្ថិភាពនិងមានការអភិវឌ្ឍគំនិតអង្គការចាត់តាំងខ្មែរក្រហមមាតុភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែនបែងចែកដីធ្លីកាន់កាប់ជាកម្មសិទ្ធិដល់បងប្អូនភៀសខ្លួនអតីតខ្មែរក្រហមហ្នឹងបាទបងប្អូនខ្មែរក្រហមទទួលបានតួនាទីនិងបុណ្យស័ក្តិដែលធ្លាប់មានពីមុនបាទហ្នឹងយើងនិយាយអំពីវិស័យនយោបាយមួយទៀតយើងនិយាយពីវិស័យសង្គមឆ្នាំ1998ដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសុវត្ថិភាពនិងសន្តិភាពពេញលេញបាទចាប់ពីហ្នឹងមកយើងមានសន្តិភាពពេញលេញបាទតែបន្ទាប់ធ្វើឲ្យមានឯករាជ្យជាតិនិងការបង្រួបបង្រួមជាតិធ្វើឲ្យមានសមិទ្ធផលច្រើនវិស័យសេដ្ឋកិច្ចកំណើនទិន្នផលកសិកម្មឧស្សាហកម្មកំណើនអ្នកវិនិយោគកំណើនភ្ញៀវទេសចរមានទំនាក់ទំនងទីផ្សារក្នុងតំបន់និងក្រៅតំបន់គមនាគមន៍ការកសាងផ្លូវថ្នល់ផ្លូវដែកស្ពានកំពង់ផែអាកាសយានដ្ឋានវិស័យអប់រំកំណែតម្រង់ស៊ីជម្រៅលើវិស័យអប់រំសាងសង់សាលារៀនបណ្ដុះបណ្ដាលធនធានមនុស្សសាសនាសុខដុមរមណីយកម្មសុខដុមនីយកម្មខាងសាសនាសុខាភិបាលសាងសង់មន្ទីរពេទ្យមណ្ឌលសុខភាពទិដ្ឋភាពផ្សេងទៀតបាទអញ្ចឹងអស់ហើយអញ្ចឹងសំណួរកាលពីប្រឡងឆ្នាំ2022មានប៉ុណ្ណឹងអស់គ្នាមានចំនួន5សំណួរអញ្ចឹងបងប្អូនអាចមើលតាមឆ្នាំចាស់ទៀតទៅដើម្បីជាការពារណាការពារលោវិចេញឆ្នាំចាស់អីចឹងទៀតទៅយើងបានមើលយើងចេះបាទតែយើងអត់រំលឹកអីទេគឺអានឹងបញ្ហាតិចហើយបាទអញ្ចឹងវាមិនចេញខុសគ្នាដាច់ផឹងមកទេវាតាក់ទងគ្នាដែរណាមានតាក់ទងគ្នាដែរអញ្ចឹងអរគ្នាយើងអរគុណច្រើនសម្រាប់ការតាមដានទស្សនាស្ដាប់វីដេអូនេះមើលវីដេអូស្ដាប់សំឡេងរបស់ admin អញ្ចឹងសូមទោសរាល់កំហុសឆ្គងដែលយើងអានទៅជាប់មាត់អញ្ចឹងណាបាទអញ្ចឹងសូមទោសផងជាស្រ័យនឹងឲ្យជួយ share វីដេអូនេះទៅដល់បងប្អូនដែលកំពុងរៀនទី12ណាហើយនឹងចិត្តប្រឡងបាក់ឌុបទាំងអស់គ្នាបាទជូនពរឲ្យពួកយើងប្រឡងជាប់បាក់ឌុបហើយបានទីល្អទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយកម្រងវីដេអូសំណួរឆ្នាំ